បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដែលខ្ញុំជួយសែងតរេនពូដែលគាត់មកកាត់តរេននៅចំការខ្ញុំបាទឆ្នាំនេះគាត់បានលក់រាយទេពុកម៉ែបងប្អូនអើយមកឲ្យពូគាត់មកកាត់អញ្ចឹងទៅគាត់កាត់យើងមកគាត់មកឲ្យគាត់ទាំងអស់នេះផ្លែធំធំពុកម៉ែបងប្អូនអើយផ្លែឆ្នាំដំបូងប៉ុន្តែវាយើងអាចទទួលយកបានផ្លែវាពុកម៉ែបងប្អូនវាមិនជាកពើពេកហៅថាដូចតរេនកពើវាមិនកពើពេកវាល្មមដែរពុកម៉ែបងប្អូនធំមូលសបកក៏មិនជាក្រាស់អីណាស់ណាដែរពុកម៉ែបងប្អូននេះធំហើយអានេះមានទុំមានអីខ្លះកាលហ្នឹងអានេះវីដេអូនេះកាត់ទៅហើយយូរដែរជិតជាង10ថ្ងៃហើយតែខ្ញុំទៅបានមកកាត់ហើយផ្លែឆ្នាំដំបូងផ្លែល្អបងប្អូនមូលល្អនេះចាស់ពេញទឹកហ្មងកាត់ទៅគាត់ថាកាត់ទៅ2 3យប់អីទុំបាទហើយនេះយើងកំពុងប្រមូលមកមីក្រូភ្លៀងអញ្ចឹងទេក៏ដាក់លើក្នុងក្រោមខ្ទមខ្លះបាទបងប្អូនហើយទីទៀតយើងនឹងកាត់យកប្រមូលយកមកដាក់រៀបទុកតង់ហើយក្របទុកបងប្អូនខ្លាចភ្លៀងនេះកម្មភាពយើងកាត់មកយើងទុកដាក់នៅតង់អញ្ចឹងទៅហើយស្អែកឡើងបានគាត់មកយកបានស្អែកឡើងគាត់យកឡានគាត់មកដឹកនេះល្អបងប្អូនអើយផ្លែយើងអាចទទួលយកបានឆ្នាំដំបូងយើងអាចធ្វើបានប៉ុណ្ណេះខ្ញុំគិតថាវាល្អបាទបងប្អូនយើងអាចទទួលយកបាននេះផ្លែបងប្អូនថ្មវាមិនជាធំអីណាស់ណាបាទបងប្អូនផ្លែនេះ4 គីឡូ 5 គីឡូអីណាបងប្អូនអាខ្លះលោតដល់6 គីឡូអញ្ចឹងទៅហើយក៏មានធំជាងនេះដែរប៉ុន្តែវាមិនច្រើនមួយ7 8 គីឡូមានមួយតែបើ